ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើជើងមាន់បំពងក្រឡុកអំបិលម្ទេសជើងមាន់ហ្នឹងប្រសិនបើយើងធ្វើត្រូវគឺវាស្រួយខ្លាំងមែនតែនស្រួយដល់ឆ្អឹងខ្ចីៗរបស់វាទៀតហើយចំពោះវិធីធ្វើវិញគឺអត់មានអីសាំញ៉ាំច្រើនទេគឺងាយមែនតែនហើយមានរសជាតិឆ្ងាញ់តើយើងមកចាប់ផ្ដើមទាំងអស់គ្នាជាដំបូងយើងត្រូវយកជើងមាន់ហ្នឹងទៅលាងទឹកចេញឲ្យស្អាតទៅរួចហើយកាត់ក្រចកវាចេញបន្ទាប់មកបងប្អូនអាចកាត់ជើងមាន់ហ្នឹងជា2ឬក៏ជា3ដោយសារតែជើងមាន់ហ្នឹងវារាងក្លិនខ្លាំងដែរអញ្ចឹងកាត់វាហើយបងប្អូនអាចលាងទឹកវាចេញចំនួន4ឬក៏5ដងទៀតលាងបានស្អាតរួចហើយបងប្អូនអាចដាក់នៅក្នុងកញ្ច្រែងដែកអញ្ចឹងទៅដើម្បីឲ្យវាស្រក់ទឹកឲ្យអស់ជើងមាន់បំពងក្រឡុកអំបិលម្ទេសហ្នឹងខ្ញុំនឹងលាយជាមួយនឹងខ្ទឹមសបំពងអញ្ចឹងខ្ទឹមសនេះខ្ញុំប្រើចំនួន2មើមបងប្អូនគ្រាន់តែយកវាមកចិញ្ច្រាំឲ្យម៉ត់ល្មមចំពោះផ្លែម្ទេសខ្ញុំប្រើម្ទេសធំបែបនេះខ្ញុំប្រើចំនួន2ផ្លែបើបងប្អូនចូលចិត្តហឹរអាចប្រើប្រភេទម្ទេសផ្សេងក៏បានដែរដោយនេះគ្រឿងផ្សំដែលយើងត្រូវរោយបន្ថែមពីលើហ្នឹងមានដូចជាស្លឹកក្រូចសើចខ្ទឹមសជាមួយនឹងម្ទេសហើយនិងម្ទេសហុយឥឡូវនេះយើងអាចចាប់ផ្ដើមធ្វើជើងមាន់បំពងបានម្សៅដែលខ្ញុំយកមកធ្វើគឺជាម្សៅដែលលាយរួចស្រេចម្សៅនោះគឺជាម្សៅបំពងស្រួយអាជីណូម៉ូតូដែលមាន2រសជាតិខ្ទឹមនិងម្រេចនិងរសជាតិហឹរដូចនេះសម្រាប់មុខម្ហូបជើងមាន់ក្រឡុកអំបិលម្ទេសគឺខ្ញុំនឹងប្រើម្សៅបំពងស្រួយដែលមានរសជាតិហឹរម្សៅបំពងស្រួយអាជីណូម៉ូតូជាម្សៅដែលលាយគ្រឿងទេសរួចស្រេចហើយមានរសជាតិល្មមឆ្ងាញ់សម្រាប់ម្សៅបំពងស្រួយមួយកញ្ចប់បងប្អូនអាចលាយទឹកចំណុះ160មីលីលីត្រឬក៏បរិមាណទឹកសមល្មមដែលយើងអាចយកទៅបំពងបន្លែឬក៏សាច់ដល់ទៅ1គីឡូចាអញ្ចឹងមុននឹងយើងយកជើងមាន់ទៅដាក់បំពងបងប្អូនគ្រាន់តែយកជើងមាន់ដែលយើងបានលាងសម្អាតរួចហ្នឹងមកប្រឡាក់ជាមួយនឹងម្សៅបំពងស្រួយធ្វើម៉េចឲ្យវាព័ទ្ធជុំវិញជើងមាន់យើងឲ្យជិតគ្រឿងក្រៅទាំងអស់ត្រៀមបានរួចរាល់ហើយយើងនាំគ្នាបកមកចង្ក្រានអញ្ចឹងបងប្អូនត្រូវចាក់ប្រេងឆាឲ្យច្រើនគួរសមធ្វើម៉េចអាចឲ្យជើងមាន់ផងយើងនឹងលិចនៅក្នុងប្រេងឆានឹងបានប្រេងឆាដំបូងនេះខ្ញុំនឹងយកខ្ទឹមសនឹងមកដាក់បំពងឲ្យហើយព្រោះថាតន់ប្រេងយើងវាអត់តន់ក្តៅខ្លាំងវិធីដើម្បីបំពងខ្ទឹមសកុំឲ្យខ្លោចបងប្អូនគ្រាន់តែកូរត្រឡប់វាចុះឡើងនៅលើភ្លើងតិចល្មមហ្នឹងរហូតដល់វាឡើងក្រហមតិចបងប្អូនអាចលើកវាចេញបានហើយបើសិនបើយើងទុកវារហូតដល់វាឡើងពណ៌ពងកន្លាតហ្នឹងគឺរសជាតិវារៀងល្វីងតែម្ដងប្រេងឆាដដែលហ្នឹងខ្ញុំនឹងយកស្លឹកក្រូចសើចហ្នឹងមកដាក់បំពងដែរបងប្អូនគ្រាន់តែយកវាមកកូរត្រឡប់ចុះឡើងឲ្យវាឡើងក្រៀមបន្តិចស្រង់វាចេញហើយសម្រក់ប្រេងឆាឲ្យអស់នៅពេលនេះយើងអាចចាប់ផ្ដើមយកជើងមាន់មកដាក់បំពងបានហើយជើងមាន់ប្រសិនបើយើងអត់បានយកវាទៅប្រឡាក់ជាមួយនឹងម្សៅបំពងទេវាអាចធ្វើឲ្យផ្ទុះខ្លាំងនៅក្នុងការបំពងជើងមាន់ហ្នឹងតម្រូវឲ្យប្រេងឆាយើងក្តៅខ្លាំងបើមិនអញ្ចឹងទេវាអាចនឹងបឺតប្រេងឆាធ្វើឲ្យជើងមាន់យើងអត់ស្រួយទេដាក់ចូលអស់ហើយបងប្អូនគ្រាន់តែឧស្សាហ៍កូរត្រឡប់វាចុះឡើងឲ្យវាឡើងក្រៀមតិចនៅពេលដែលជើងមាន់ចាប់ផ្ដើមប្រែពណ៌បានប៉ុណ្ណេះបងប្អូនអាចស្រង់វាចេញសិនមកនៅពេលដែលជើងមាន់បានចុះត្រជាក់បន្តិចហើយយើងនឹងយកវាមកដាក់បំពងម្ដងទៀតប្រេងឆាលើកនេះគឺក្តៅខ្លាំងតែម្ដងប្រសិនបើបងប្អូនការពារខ្លាច់ខ្ទាតខ្លាញ់បងប្អូនក៏អាចប្រើគម្របគ្របវាកុំឲ្យជិតការបំពងលើកនេះគឺយើងធ្វើដូចគ្នាគឺយើងឧស្សាហ៍ត្រូវកូរត្រឡប់វាចុះឡើងធ្វើម៉េចឲ្យវាឡើងក្រហមស្មើសាច់ចាឥឡូវហ្នឹងជើងមាន់ផាន់យើងគឺបានឡើងក្រហមនិងក្រៀមល្អមែនតែនសឹងតែរបកស្បែកចេញពីឆ្អឹងទៅហើយអញ្ចឹងបងប្អូនអាចស្រង់វាចេញមកហើយសម្រក់ប្រេងឆាឲ្យអស់ដល់ពេលដែលយើងត្រូវយកជើងមាន់បំពងហ្នឹងមកក្រឡុកជាមួយនឹងអំបិលម្ទេសខ្ញុំប្រើអំបិលកន្លះស្លាបព្រាកាហ្វេស្ករសកន្លះស្លាបព្រាបាយប៊ីចេង1/4ស្លាបព្រាកាហ្វេឬក៏បងប្អូនអាចប្រើម្សៅស៊ុបវិញរួចហើយយើងត្រូវកូរត្រឡប់ជើងមាន់ជាមួយនឹងគ្រឿងទេសទាំងអស់ហ្នឹងរហូតដល់វារលាយចូលគ្នាសព្វបន្ទាប់មកយើងនឹងដាក់ម្ទេសចូលខ្ទឹមសបំពងច្របល់ខ្ទឹមសបំពងជើងមាន់ជាមួយនឹងម្ទេសនៅលើភ្លើងឲ្យវាចូលគ្នាបន្តិចរួចហើយយើងនឹងដាក់ស្លឹកក្រូចសើចចូលម្សៅម្ទេសខ្ញុំប្រើចំនួន1កញ្ចប់ច្របល់ម្សៅម្ទេសជាមួយនឹងជើងមាន់ឲ្យចូលគ្នាបានសព្វដូចជាការស្រេចចាវិធីធ្វើជើងមាន់បំពងស្រួយក្រឡុកអំបិលម្ទេសហ្នឹងគឺងាយមែនតែនអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា